Ok, số đây là đọc này vlog này cứ dương đa lên một ngày nữa không thì không sim điệp. Ok, chẳng trong đăng tha không một ngày nhưng ban tay lên này cái lại nạc lá chẳng tỏ dương từ thua ca tu sna video từng học này. Ok, chẳng ở dương chập đào từ bộ nó cứ cái lại sna nữ chẳng ngày ní nhung sna nữ ở hostel mà cái lại nó không thì không sim điệp. Cái lại nó mà giúp trâm tay bầm buồn là thế cứ miên buồn kẻ nó ngày nào khi cái lạnh nặng nó cứ miền kè đen thòng đá hay miền ở tu svat phiệp tội mũi hay miền ở phui miền cả sáng hay ở locker hàng không nó buồn cứ dừng ai đặt ở cái tạp dừng bán miền cái lạnh đặt bảy trường ấy chẳng từ hay tới cái lạnh nó dừng từ một tắc ở nơi hàng trái tụ tắc nơi hàng trái tụ tắc có sát đấy ok sát thầm tam buồn là thế chẳng dừng ai mỏ nặng nơi ban này ai yeah. Nó ngay cái lại ní thật lãng mà nhà mà happy rất chắc ngày nâng nhung có món ở mì kiêu mà chan hay nâng ở cà phê mà kẹo chắc latte lemon cái lạnh quát cứ ruchit em mình tén cứ cho chật cái lạnh nâng chắc ở dương thôi ca nhà mà happy rất hói tỏ thôi ca chi mà tô từ cô tôi chắc ngày nâng chơi mà tô một pẹ cứ ọt lời thế dương thưa tận nào ta mà hai thấy Brazil nội nước tới tôn vào mùi cái lỗ cứ dương nâng đo là bà sản cô vọt cứ cô tôi nhận ấy ok so đây nào nhé anh ấy bà sản cô vọt test phép sản tên ok chẳng ở dương cho từ 10 tháng nông đó nên nó nghe đó này cái lại ní ở bà sản cô vọt rồi còn cô tôi nângประมาณsang songล้างนึกขนมศตวรรษที่10 ปีโดยประบาทโซเรียบารมันที่ปีดำใบอุตุดอแปรพิสนุในปรุงศาสนาต่อมาติดก็บานประโดมาจีคางปุตศาสนาเวนเจอร์นะดอกนี้ให้สมัยกรมประสานเก้าตระบานจอบรรโจลขนมบัญชีสมบัติเปเตกับพรปีภูโลกระบอกองค์การยูเนสโกในทั้งไงตีดับบุญแค่ทุนนำมาพรปุ่มบัวโดยการ10 ปีให้เมื่อติดประสานเก้าวันนั้นคือมีนกับปัว65 เมตรให้มีนกระลาบเตยนั่งประหารอยู่ปีโดยเฮกตาร์ยังจัดตะเกาจังลางมาเลยนั่นคือยังอาจมือแต่สเปียบจุ่มบนบ้านคืออาจมือtừข้างกลางคือแต่สเปียบสะอาดเหมือนแต่โอเคยังធ្វើការទស្សនាហើយតំងជួចោះទៅវិញគឺមើលទៅរៀងខ្ពស់ដែរអញ្ចឹងយើងអាចចោះតិចតិចកុំលឿនពេកហ្នឹងហើយណាបងប្អូនឥឡូវម៉ោង 12 ហើយអញ្ចឹងយើងធ្វើការជិះតូទៅក្នុងក្រុងវិញដើម្បីហៅបាយញ៉ាំតមកចាំយើងទៅប្រាសាទបាយ័នយើងចេញទៅវិញផ្លូវដែរណាបងប្អូនគឺជិះតាមមហាវិថីប្រាសេនោះហ្នឹងហ្នឹងហើយអញ្ចឹងថ្ងៃហ្នឹងមកញ៉ាំនំបញ្ចុកមកកន្លែងរៀងឆ្ងាញ់ដែរហើយតម្លៃគឺសមរម្យគឺខ្ទង់ 10000 ខ្ញុំភ្លេចតម្លៃបាត់ហើយអញ្ចឹងថ្ងៃហ្នឹងកំងតាំងពៅមួយមាននំបញ្ចុកមួយចានហើយនឹងសាយ៉លជាខ្ទង់ 5 6អូខេអញ្ចឹងថ្ងៃយើងទៅប្រាសាទបាយ័នហើយពេលល្ងាចយើងទៅមើលថ្ងៃលិចនៅក្នុងមួយខែនោះគ្នាដោយសារតែកាមេរ៉ាអស់ថ្មខ្ញុំសូមញ៉ាំមកដែរបាយបាយអញ្ចឹងកន្លែងនេះធ្វើតាណាមកឆ្លងកាត់ខ្លងទ្វារដូចជាទិសខាងត្បូងខ្ញុំភ្លេចបាត់ហើយតើគ្នាយើងអាចចោះថតរូបបានពេលល្ងាចគឺស្អាតមែនតើកន្លែងហ្នឹងអញ្ចឹងតោះយើងធ្វើតាណាទៅប្រាសាទបាយ័នទាំងអស់គ្នាអញ្ចឹងសម្រាប់ប្រាសាទបាយ័នហ្នឹងគឺចម្ងាយវាខ្ទង់ 3.3 គីឡូឬក៏ជិះខ្ទង់ 8-9 នាទីហ្នឹងពីប្រាសាទអង្គរវត្តអញ្ចឹងយើងជិះដើរមើលទេសភាពដើរយើងមកដល់ប្រាសាទបាយ័នហើយគឺទេសភាពលយមែនតើសម្រាប់ប្រាសាទបាយ័នមួយគឺយើងអាចជិះម៉ូតូមើលជុំវិញ 360 ដឺក្រេតែម្ដងគឺជិះជុំវិញប្រាសាទបានដោយសារតែផ្លូវគឺព័ទ្ធជុំវិញប្រាសាទហ្នឹងអញ្ចឹងយើងអាចមើលទេសភាពដ៏ស្អាតមួយនេះបានអញ្ចឹងយកម៉ូតូទុកហើយអូខេចូលមកខាងក្នុងកន្លែងនេះមានពួកគាត់មកថត pre wedding pre អីចឹងដោយសារកន្លែងហ្នឹងស្អាតដែរសម្រាប់ប្រាសាទបាយ័នគឺមានទីតាំងស្ថិតនៅចំកណ្ដាលហ្មងនៃរាជធានីអង្គរធំអញ្ចឹងប្រាសាទនេះក៏បានសាងសង់ឡើងនៅចុងសតវត្សទី 12
ហើយដើមសតវត្សទី13ដោយព្រះបាទជ័យវរ្ម័នទី7ដោយសាររៀងល្ងាចដែរអញ្ចឹងថតរូបពី3ប៉ុស្តិ៍អូខេថតតែឯងដាក់កាមេរ៉ាតាំងចោលអូខេឡើងទៅថតអញ្ចឹងយើងធ្វើដំណើរទៅទៀតពីប្រាសាទបាយ័នមកភ្នំអខៃហ្នឹងខ្ទង់3គីឡូអញ្ចឹងជិះម៉ូតូហ្នឹងខ្ទង់8 9នាទីអូខេឥឡូវម៉ោង 4:45 យកម៉ូតូញ៉ាំឲ្យយើងធ្វើដំណើរឡើងភ្នំអខៃណាចឹងដើរមកខ្ទង់5នាទីយើងមកដល់កន្លែងកុយគុនប្រាសាទមួយកន្លែងគឺយើងអាចមើលឃើញប្រាសាទបាសីចាំក្រុងអ្នកនរគ្នាចឹងយើងអាចឈរថតរូបកន្លែងហ្នឹងបានភ្ញៀវគាត់មកចាំឈរមើលទេសភាពកន្លែងហ្នឹងច្រើនដែរយើងអត់ថតទេយើងបន្តធ្វើដំណើរទៅទៀតអញ្ចឹងយើងបន្តធ្វើដំណើរទៅខ្ទង់20នាទីយើងនឹងឡើងដល់កពូលទៅដល់កពូលភ្នំហ្នឹងហើយអ្នកនរគ្នានេះយើងមកឃើញប្រាសាទភ្នំអខែងហើយអញ្ចឹងយើងឡើងមកតង់ទៀតតែចតាកន្លែងនេះគឺស្រួលឡើងទេអត់អីទេអ្នកនរគ្នាគឺអាចឡើងបានអូខេអ្នកនរគ្នាយើងធ្វើដំណើរមកដល់ហើយអូខេទេសភាពកន្លែងហ្នឹងគឺស្អាតមែនតើគឺថ្ងៃកំពុងនឹងរៀបលិចគឺពណ៌ទឹកក្រូចតែម្ដងអូខេហ្នឹងហើយអ្នកនរគ្នាសម្រាប់ប្រាសាទនៅលើភ្នំអខៃហ្នឹងត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី9ហើយនឹងដើមសតវត្សទី10ដោយព្រះបាទសូរ្យវរ្ម័នទី1ដើម្បីឧទ្ទិសដល់ព្រហ្មសាសនានិកាយព្រះឥសូរអ្នកនរគ្នាអូខេអញ្ចឹងយើងធ្វើការថតរូបហើយទៅរកចាប់កន្លែងអង្គុយដើម្បីមើលទេសភាពថ្ងៃលិចការខ្ញុំទៅហ្នឹងអ្នកទាំងអស់គ្នាគឺថ្ងៃធម្មតាទេតែមនុស្សច្រើនមែនតើចឹងបើយើងមកយឺតជាងនឹងតិចគឺអត់មានកន្លែងអង្គុយទេគឺបជ្រៀតពីក្រោយគេអ្នកនរគ្នាចឹងនេះខ្ញុំបានកន្លែងមួយគឺមើលច្បាស់មែនតើគឺនៅមុខគេហ្មងអ្នកនរគ្នាខ្ញុំតាំងកាមេរ៉ាអញ្ចឹងចាំខ្ញុំបើក footage ឲ្យមើលគឺតាំង time lapse ឲ្យអ្នកនរគ្នាគឺទេសភាពថ្ងៃកន្លែងហ្នឹងគឺស្អាតអានេះ time lapse នោះខ្ទង់30នាទីអ្នកនរគ្នាអូខេអញ្ចឹងថ្ងៃលិចបាត់ហើយអញ្ចឹងក៏សូមអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូមួយនេះផងដែរបាទvlog លើកទី1អ្នកនរគ្នាអញ្ចឹងជួយគ្រប់គ្រងផងចុច like មួយផងអ្នកនរគ្នាចុច like ចុច subscribe មួយផងបាន YouTuber ថ្មីអូខេ bye bye see you